បន្ទាប់ពីហែលឆ្លងកាត់សង្គ្រាមជាមួយនឹងមហាអំណាចយោធាអាមេរិកអស់រយៈពេល6 ខែមុននេះកងទ័ពអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យបានប្រកាសកាយកនក្បួនធ្វើសឹកសង្គ្រាមរបស់ខ្លួនពីការការពារខ្លួនទៅជាការវាយបកឬវាយលុកទៅកាន់សត្រូវវិញលោកមូហាម៉ាត់អាក្រាមីនីអ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់និយាយថាក្បួនការពារខ្លួនរបស់អ៊ីរ៉ង់កាលពីអតីតកាលដែលរងចាំតែបាញ់ទម្លាក់មីស៊ីលឬក៏យន្តហោះដ្រូនរបស់សត្រូវត្រូវបានផ្លាស់ប្ដូរលោកថាក្បួនសឹកសង្គ្រាមថ្មីរបស់អ៊ីរ៉ង់គឺជាការវាយបកឬក៏វាយលុកទៅលើសត្រូវវិញថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីណាលោកអាក្រាមីនីបានបញ្ជាក់ថាក្បួនវាយលុកដែលអ៊ីរ៉ង់កាយកនថ្មីនេះគឺអ៊ីរ៉ង់នឹងបើកការសងសឹកទៅលើសត្រូវវិញភ្លាមៗក្នុងករណីដែលមានការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ហើយការវាយបកនោះនឹងមានកម្រិតធំជាងនិងសាហាវជាងការវាយប្រហារលើកមុនទ្វេដងលោកថាអ៊ីរ៉ង់បានអនុម័តក្បួនបែបនេះនៅក្នុងអំឡុងពេលវាយប្រហារទៅលើមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសយ៉ូដានីកាលពីចុងខែមុនជាក់ស្ដែងនៅក្នុងការវាយប្រហារនោះអ៊ីរ៉ង់បានបង្កការខូចខាតយ៉ាងដំណំទៅលើគ្រឿងសឹកសង្គ្រាមរបស់អាមេរិកដូចជាយន្តហោះចម្បាំង F-35 ដែលមានតម្លៃជាង$80 លាននៅក្នុងមួយគ្រឿងចំនួន3គ្រឿងរួមទាំងបណ្ដាលឲ្យយោធាអាមេរិកស្លាប់និងរបួសផងដែរបើតាមទីភ្នាក់ងារសារព័ត៌មានម៉េការផ្លាស់ប្ដូរក្បួនសឹកសង្គ្រាមរបស់អ៊ីរ៉ង់កើតមានឡើងបន្ទាប់ពីអាមេរិកងាកមកប្រើប្រាស់យុទ្ធនាការធ្វើសង្គ្រាមសេដ្ឋកិច្ចប្រឆាំងទៅនឹងអ៊ីរ៉ង់ក្រោយពេលដែលស្បោយអាវុធប្រយុទ្ធជាមួយនឹងទីក្រុងតេហរ៉ង់ទន្ទឹមនោះការកែកនយុទ្ធសាស្ត្រនេះទៀតសោតក៏កើតមានឡើងចំពេលដែលអ៊ីរ៉ង់កំពុងតែឆ្លៀតឱកាសផ្អាកប្រយុទ្ធជាមួយនឹងអាមេរិកមកសម្រុកផលិតមីស៊ីលនិងយន្តហោះដ្រូនដើម្បីត្រៀមខ្លួនក្នុងករណីដែលផ្ទុះចំនួនជុំថ្មីជាមួយនឹងអាមេរិកលោកអាក្រាមីនីបាននិយាយថាក្នុងអំឡុងបទជប់បាញ់កាលពីថ្ងៃទី26 ខែកក្កដាមកអ្នកផលិតមីស៊ីលជួសជុលប្រព័ន្ធខែលការពារដែនអាកាសដែលខូចខាតរួមទាំងអ្នកផលិតយន្តហោះដ្រូនជាពិសេសប្រភេទ Shahed គឺមិនបានឈប់សម្រាកសូម្បីតែមួយថ្ងៃលោកថាបច្ចុប្បន្នសមត្ថភាពផលិតយន្តហោះដ្រូនប្រភេទ Shahed របស់អ៊ីរ៉ង់គឺខ្ពស់ជាងមុនពេលផ្ទុះសង្គ្រាមដល់ទៅ3 ដងឯណោះបើតាម Business Insider អ៊ីរ៉ង់មានសមត្ថភាពផលិតយន្តហោះដ្រូន Shahed ចំនួន 10000 គ្រឿងនៅក្នុងមួយខែបច្ចុប្បន្នអ៊ីរ៉ង់មានយន្តហោះពិឃាតប្រភេទនេះចំនួន 80000 គ្រឿងខណៈដែលនៅក្នុងសង្គ្រាមប្រឆាំងនឹងអាមេរិកក្នុងរយៈពេល6 ខែមុននេះអ៊ីរ៉ង់ប្រើប្រាស់អស់ត្រឹមប្រមាណជា4400 គ្រឿងប៉ុណ្ណោះ